ខ្លីៗពី Honda ADV 350cc ដែលនៅក្នុងនោះមាន5ចំណុចដែលខ្ញុំនឹងលើកយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទី1ការ design Honda ADV ត្រូវបាន design ឡើងនៅក្នុងគំនិតបែប Moto Adventure Scooter ដែលបំផុសអារម្មណ៍អ្នកបើកបរចូលចិត្តជិះផ្សងព្រេងឆ្ងាយៗ2ម៉ាស៊ីនដែលវាត្រូវបានបំពាក់ម៉ាស៊ីន ASV Plus ដែលមានកម្លាំង 330cc ជាប្រភេទ SOAC មានប៊ីស្តុង1ដំណើរការចំណេះមាន4វគ្គស៊ុបប៉ាប់ចំនួន4បញ្ចុះកម្រិតដោយទឹកស្អំរំអិលកាត់បន្ថយសំណឹកដោយប្រេងម៉ាស៊ីនកំហាប់ 10W30 ចំណុះ 1.3 លីត្រមានប្រព័ន្ធបាញ់សាំងជាប៊ិចសាំង PHMFI ផ្ដល់សាំងដោយទង់សាំងចំណុះ 11.7 លីត្រព្រមទាំងមានកម្រិតស៊ីសាំង 3.4 លីត្រក្នុង100គីឡូម៉ែត្រម៉ាស៊ីននេះបង្ដើមផលិតកម្លាំងបាន28សេសក្នុងកម្រិតម៉ាស៊ីន 7500 rpm និងកម្រិតរមួល 31.5 យូតុនម៉ែត្រក្នុងកម្រិតម៉ាស៊ីន 5250 rpm កម្លាំងប៉ុណ្ណេះធ្វើឲ្យយើងមួលឡើងតាមដៃតែម្ដងចំណុចទី3ប្រព័ន្ធបូមនិងកង់ Honda ADV 350cc បំពាក់បូមរបស់ក្រុមហ៊ុន Showa ខាងមុខជាប្រភេទ Upside Down Fork 31 mm និងបូមក្រោយជាប្រភេទ Twin Shock Subtank ដោយកង់ខាងមុខបំពាក់កង់ដែលមានទំហំសម្បក 120/70 ដក 15mc និងកង់ក្រោយមានទំហំសម្បក 140/70 ដក 14mc ជាប្រភេទ Tubeless ចំណុចទី4ហ្វ្រាំងជាប្រព័ន្ធបញ្ចុះបន្ទោដោយវាត្រូវបានបំពាក់ហ្វ្រាំងដេញមកក្រោយរួមជាមួយនឹងមុខងារ Anti-lock Braking System Dual Channel ABS ចំណុចទី5គឺបច្ចេកវិទ្យា Honda ADV 350cc បំពាក់នៅបច្ចេកវិទ្យាទំនើបៗរួមមានប្រព័ន្ធទប់កង់ RL Honda Selectable Torque Control បំពាក់អេក្រង់មានទំហំ5អ៊ីនជាប្រភេទ TFT Display ដែលអាចភ្ជាប់មុខងារ Honda Road Zine ដែលជួយឲ្យអ្នកបើកបរអាចស្ដាប់តន្ត្រីនិងមើលផែនទីបានផងដែររួមជាមួយគ្នានេះមុខងារសាកថ្មក៏ត្រូវបានបំពាក់ផងដែរនៅលើ ADV 350cc នេះតើចំណុចទាំង5ដែលបានរៀបរាប់ខាងលើនេះបងប្អូនទាំងអស់គ្នាពេញចិត្តដែរឬទេបើស្រឡាញ់ទិញទៅខ្ញុំបាទ Mr. Moto សូមអរគុណសូមជម្រាបលាបាយបាយ